នេះណែនេះជាទេសភាពពេលព្រឹកព្រលឹមនៃសម្រស់ក្បែរជើងភ្នំបាយ៉ង់កោបងប្អូនភាគច្រើនប្រហែលជាស្គាល់ដែរភ្នំបាយ៉ង់កោដែលស្ថិតនៅស្រុកគិរីវង្សណាអញ្ចឹងនេះជាទេសភាពពេលព្រឹកព្រលឹមយើងមើលទៅឃើញចុះអាប់យ៉ាងស្រស់បំព្រងតែម្ដងលាយឡំជាមួយនឹងទេសភាពត្រជាក់លាយឡំជាមួយនឹងខ្យល់បរិយាកាសដ៏ល្អនៃបឹងទន្លប់ណាហើយបើសិនជាយើងបានឈប់មើលពីចម្ងាយទៅគឺយើងក៏លេចមើលទៅគឺអារម្មណ៍របស់យើងគឺស្រស់ថ្លាមែនទែនយើងមើលទៅគឺស្អាតហើយជាទីគួរចាប់អារម្មណ៍ណាអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានមកលេងឬក៏មិនទាន់ជាស្គាល់អាចមកលេងបានព្រោះវាមិនជាមានទីតាំងឆ្ងាយប៉ុន្មានទេព្រោះវានៅក្នុងស្រុកគិរីវង្សនៅក្នុងខេត្តតាកែវនេះទេអញ្ចឹងបងប្អូនអាចមើលទេសភាពនេះបានសូម្បីតែខ្ញុំអ្នកថតផ្ទាល់ហ្នឹងខ្ញុំឃើញទេសភាពនេះក៏ខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមែនទែនព្រោះខ្យល់អាកាសវាប៉ះមករាងកាយយ៉ាងត្រជាក់មែនទែនណា